ទឹកមានសារៈសំខាន់ចាំបាច់បំផុតដែលរាងកាយមិនអាចខ្វះបានតែពិតជាគួរឲ្យសោកស្ដាយដែលមនុស្សជាច្រើនបែរជាមិនសូវចូលចិត្តទទួលទានទឹកទៅវិញការទទួលទានទឹកបានគ្រប់គ្រាន់វាមិនត្រឹមតែជួយឲ្យស្បែកភ្លឺថ្លាមានសំណើមជួយឲ្យភាពស៊ាំរឹងមាំការពារជំងឺគ្រោះក្នុងតម្រងនោមសម្រួលដល់ប្រព័ន្ធរំលាយអាហារទប់ស្កាត់ការលើសគីឡូបានថែមទៀតជាមួយគ្នានេះដែរអ្នកអុកញ៉ាវិជ្ជបណ្ឌិតគួចមីងលីបានឲ្យដឹងដែរថាការទទួលទានទឹកបានគ្រប់គ្រាន់ជួយការពារពីហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរចំពោះបរិមាណទឹកទទួលទានក្នុងមួយថ្ងៃហោចណាស់8កែវឬ2ទៅ3លីត្រក្នុងមួយថ្ងៃសម្រាប់អ្នកមានទម្លាប់ពិបាកផឹកទឹកដឹងហើយថាទឹកល្អតែចេះតែភ្លេចនិងផឹកបានតិចខាងក្រោមនេះជាល្បិចមួយក្នុងការផឹកទឹកដែលជួយឲ្យអ្នកមានទម្លាប់ផឹកទឹកច្រើនឡើងវិញនិងមានអត្ថប្រយោជន៍មហាសាលដល់សុខភាពផងដែរទី1ក្រោកពីគេងនឹកដល់ទឹកពេលដែលយើងគេងពេញមួយយប់រាងកាយរបស់យើងខ្វះជាតិទឹកហេតុនេះហើយការផឹកទឹកពីពែងឬមួយកែវឬកន្លះលីត្រនៅពេលព្រឹកមុនពេលលុបមុខនឹងជួយឲ្យជាតិទឹកត្រឡប់មកមូលដ្ឋានរបស់វាវិញបាននេះបើយោងតាមប្រភព Everyday អ្នកដែលមិនធ្លាប់ក្រោកភ្លាមផឹកទឹកភ្លាមដំបូងអាចពិបាកបន្តិចតែអ្នកអាចព្យាយាមអនុវត្តឲ្យបានចាប់ពី1សប្តាហ៍ឡើងទៅអ្នកនឹងធ្លាប់ក្រោកឡើងត្រូវតែរកទឹកផឹកមុនធ្វើអ្វីទាំងអស់ទី2បើមិនចង់ធាត់នឹកដល់ទឹកមុនញ៉ាំអាហារអ្នកនាង Melissa Mitri អ្នកជំនាញចំណីអាហារនិងសម្រកគីឡូបានឲ្យដឹងថាការផឹកទឹកមួយកែវមុនញ៉ាំអាហារនឹងធ្វើឲ្យអ្នកឆាប់ឆ្អែតនិងមិនមានចំណង់ញ៉ាំអាហារច្រើនលើសកម្រិតការទទួលទានទឹកមុនញ៉ាំអាហារក៏ជួយសម្រួលដល់ការរំលាយអាហារនិងជួយផ្ដល់ថាមពលបន្ថែមដល់រាងកាយផងដែរ3ទទួលទានទឹកក្រោយញ៉ាំអាហារផឹកទឹកក្រោយញ៉ាំអាហាររួចជាពិសេសអាហារដែលមានជាតិកាកសរសៃវានឹងជួយស្រូបយកជាតិទឹកជំរុញដល់ការបត់ជើងធ្វើឲ្យអ្នកបត់ជើងធំទៀងទាត់ដូច្នេះក្រោយពីញ៉ាំអាហាររួចអ្នកមិនគួររំលងការផឹកទឹកនោះទេទី4ទទួលទានទឹក1ឬ2កែវមុនចូលគេងនៅពេលយប់អ្នកគួរទទួលទានទឹកឲ្យបាន1កែវឬ2កែវមុនពេលចូលគេង2ម៉ោងដើម្បីជួយរក្សាតុល្យភាពនៅក្នុងរាងកាយពេលដែលយើងគេងលក់អ្នកមិនគួរទទួលទានទឹកច្រើនពេកទេនៅពេលយប់វាអាចរំខានដល់ដំណេករបស់អ្នកប្រសិនបើអ្នកស្រេកទឹកខ្លាំងអាចទទួលទានតិចៗឬត្រឹម1សើមកនៅពេលយប់បានសង្ឃឹមថាពេលវេលាទាំងនេះនឹងជួយឲ្យអ្នកនឹកដល់ទឹកនិងទទួលទានទឹកបានច្រើនជាងមុនចូលចាំថាទឹកមិនមានរសជាតិឆ្ងាញ់ដូចភេសជ្ជៈកំប៉ុងតែវាមានប្រយោជន៍ច្រើនដល់សុខភាពសូមបង្កើតទម្លាប់ទទួលទានទឹកឡើងវិញប្រសិនបើអ្នកចង់បានសុខភាពល្អកុំភ្លេចណា8កែវឬ2ទៅ3លីត្រក្នុងមួយថ្ងៃ